សួស្តីពុកម៉ែបងប្អូនមកបងប្អូនហូបផ្លែគុយជាមួយខ្ញុំនេះដើម្បីជាបឹបមកបងប្អូនហូបទាំងអស់គ្នារសជាតិណាជូរអែមឆ្ងាញ់ណាស់បងប្អូនបើចង់ហូបគុយជាមួយកំហូបជាមួយអំបិលអត់សូវឆ្ងាញ់ទេបងប្អូនយើងលាយទឹកត្រីទៅយើងហាន់ម្ទេសស្រស់ណាហើយជាមួយម្ទេសក្រៀមហើយយើងលាយជាមួយស្ករទឹកត្រីប៊ីចេងអីគឺអេមឲ្យបងប្អូនរសជាតិវាឆ្ងាញ់វាត្រូវខ្នួចវាឆ្ងាញ់ជាងអំបិលឆ្ងាញ់ណាស់បងប្អូនបើបងប្អូនណាចង់ហូបគុយអាចកំងបានបងប្អូនខ្ញុំមានលក់ដែរគុយហើយខ្ញុំលក់តម្លៃធូរថ្លៃទៀតខ្ញុំចំណេញតិចតែខ្ញុំចង់បានមួយច្រើនអញ្ចឹងណាបងប្អូនអរគុណវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនជម្រាបលាបាយបាយ